សម្បត្តិមនុស្សល្អកូនជាទីស្រឡាញ់ពេលដែលកូននៅក្នុងសង្គមហើយត្រូវតាក់ទងជាមួយអ្នកដទៃកូនត្រូវរៀបចំរឹកពីឲ្យល្អនិយាយពាក្យពីរោះព្រមទាំងត្រូវរៀបចំខ្លួនប្រាណសម្លៀកបំពាក់ឲ្យបានល្អផងនេះជាការចាំបាច់ណាស់ព្រោះដើម្បីជាការសម្ដែងបញ្ជាក់ថាកូនជាមនុស្សល្អការដែលបានអប់រំបន្ទុំឧបនិស្ស័យមកល្អទើបសម្ដែងអាកប្បកិរិយាចេញមកល្អគេហៅមនុស្សល្អដូចនេះថាអ្នកមានសម្បត្តិមនុស្សល្អអ្នកមានសម្បត្តិមនុស្សល្អរមែងមានប្រៀបលើមនុស្សដែលខ្វះនូវគុណធម៌គុណសម្បត្តិទាំងនេះក្នុងគ្រប់រឿងទាំងអស់ទាំងការនិយមរាប់អានការឲ្យនូវភាពស្និទ្ធស្នាលការឲ្យនូវភាពទុកចិត្តរហូតដល់ប្រគល់ការងារមុខនេតិសំខាន់ឲ្យធ្វើទៀតផងជាដើមសម្បត្តិមនុស្សល្អគឺការសម្ដែងអាកប្បកិរិយាចេញមកមានសភាពរៀបរយត្រឹមត្រូវគួរកយគុណមិនទាស់ភ្នែកមិនទាស់ត្រចៀកពេញទៅដោយភាពទន់ភ្លន់និងការគោរពកោតក្រែងកូនគួរហ្វឹកហាត់នៅសម្បត្តិមនុស្សល្អទុកជាសម្បត្តិប្រចាំខ្លួនមានជាអាចគឺតែងខ្លួនដោយសម្លៀកបំពាក់សមរម្យនឹងវ័យមិនដោះសម្លៀកបំពាក់ក្នុងទីសាធារណៈពាក់អាវត្រឹមត្រូវនៅចំពោះមុខភ្ញៀវមានភាពទន់ភ្លន់បន្ទន់ខ្លួនចេះក្រាបសំពះធ្វើការគោរពចំពោះអ្នកធំនិយាយស្ដីសង្រួមមាត់មិននិយាយឲ្យឮសំឡេងខ្លាំងកោកកាកឡូឡាក្នុងទីសាធារណៈឬក្នុងទីប្រជុំមនុស្សមិននិយាយជ្រែកកាត់ក្នុងពេលដែលអ្នកធំកំពុងសន្ទនាគ្នាចេះក្រែងចិត្តអ្នកដទៃពេលទទួលទានអាហារក៏សង្រួមមិនវឹបវាប់ប្រញាប់ដោយខ្លាចអស់ម្ហូបមិននិយាយក្នុងពេលមានអាហារក្នុងមាត់និងក្រោកនិងអង្គុយក៏សង្រួមប្រយ័ត្នត្រួតត្រាមើលសពមើលគ្រប់សម្បត្តិមនុស្សល្អជាហេតុនាំឲ្យមនុស្សយើងមានមន្តស្នេហ៍គួរស្រឡាញ់និងជាមនុស្សជាហេតុឲ្យអ្នកធំស្រឡាញ់អាណិតប្រាថ្នានឹងជួយទំនុកបម្រុងក្នុងរឿងផ្សេងសម្បត្តិមនុស្សល្អគឺជាអភិរណៈគ្រឿងប្រដាប់តែងខ្លួនគួរជាទីរីករាយនិងរាប់អានដល់មនុស្សទាំងឡាយគ្រប់ទីកន្លែងគួរស្កកងើយឆ្កើតបង្កើតខកចិត្តមនុស្សស្កកមានពិតគំនិតដាបដុនកើតមកជាមនុស្សស៊ីជុះអស់ទុនជីវិតទារុណគ្មានគុណតម្លៃមនុស្សយើងផលិតជីវិតខ្លួនឯងរៀបចំតាក់តែងចាត់ចែងរាល់ថ្ងៃប្រាជ្ញសាងជីវិតពិតដូចចរណៃមាសប្រាក់កលៃបីដូចមនុស្សខ្លៅប្រាជ្ញសាងជីវិតពិតដូចជាផ្កាយកយចមិនណាយតម្រង់ទិសដៅឆ្លងកាត់លៀបយោចិត្តឥតមងសៅតម្រង់ទិសដៅគុណភាពជីវិតពេលស្រឡាញ់ខ្លួនពួនស៊ីថ្នាំពឹសជីវិតស្នូត្រឹសរើសកំហាក់លិតស្លឹកឈើចាក់មែជ្រែកខ្យល់វបរិតគ្មានគោលដៅពិតជីវិតអន្តពាលសំឡឹងមនុស្សល្អឬអាក្រក់កូនជាទីស្រឡាញ់ការដែលកូនលើកដំកើងឬព្រមទទួលអ្នកណាថាជាមនុស្សល្អនោះកូនត្រូវសម្លឹងមើលឲ្យបានសពគ្រប់និងឲ្យជាក់លាក់ជាមុនសិនកូនត្រូវសម្លឹងមើលឲ្យបានយូរខែយូរឆ្នាំកុំគិតតែចំពោះមុខកូនប៉ុណ្ណោះគេអាចល្អចំពោះកូនគឺគេជួយកូនគេនិយាយល្អរកកូនជាដើមម្ល៉េះហើយកូនមិនបានមើលឲ្យសពគ្រប់កូនក៏គិតថាគេជាមនុស្សល្អអញ្ចឹងទៅតាមពិតមនុស្សដែលល្អចំពោះកូនមិនទាន់ប្រកាសថាគេជាមនុស្សល្អពិតនោះទេព្រោះគេអាចសម្លឹងអ្វីពីកូនឬកូនអាចធ្វើនៅអ្វីដែលគេត្រូវការឲ្យគេបានឬយ៉ាងហោចព្រោះកូនមិនបានទៅជំទាស់នៅផលប្រយោជន៍អ្វីរបស់គេទៅគេធ្វើល្អនឹងកូនទៅពុំនោះសោតទេគឺព្រោះកូនជាប្តីជាប្រពន្ធឬជាបងប្អូនជាមួយនឹងគេមនុស្សដែលល្អពិតនោះគឺល្អចំពោះកូនផងល្អចំពោះអ្នកដទៃផងមានទំនងដូចគ្នាដែរដែលគេធ្វើល្អចំពោះអ្នកដទៃតែមិនបានធ្វើល្អចំពោះមកលើកូនគឺមិនមែនបានសេចក្តីថាគេជាមនុស្សមិនល្អនោះទេមនុស្សដែលមិនល្អនោះគឺត្រូវមិនល្អទាំងចំពោះកូនផងទាំងចំពោះអ្នកដទៃផងដែលម៉ែឪលើកយករឿងនេះមកប្រាប់ដល់កូន
ក៏ដើម្បីឲ្យកូនដឹងទុកតទៅមុខនឹងមិនបានជឿគេងាយងាយមិនត្រូវបានគេបោកបញ្ឆោតម្យ៉ាងទៀតកូននឹងមិនបានពោលរកអ្នកដតីណាថាគេជាមនុស្សល្អឬមិនល្អដោយងាយនោះឡើយគឺម៉ែឪមិនចង់ឲ្យកូនសម្លឹងមើលមនុស្សក្នុងផ្នែកល្អឬផ្នែកអាក្រក់ដោយចំណែកតែម្ខាងនោះឯងសរសើរនិន្ទាជាខ្យល់មាត់កូនជាទីស្រឡាញ់ពេលមានអ្នកដតីមកនិន្ទាឬសរសើរកូនត្រូវតាំងសតិឲ្យល្អកុំបណ្ដោយទៅតាមខ្យល់មាត់របស់គេជាដាច់ខាតកូនត្រូវគិតមើលតើពាក្យសរសើរឬនិន្ទានោះពិតឬយ៉ាងណាអាក្រក់តាមគេថាដែរឬទេបើថាពិតយ៉ាងនោះមែនក៏មិនគួរខឹងក្រោធនឹងគេបើថាមិនពិតទេគ្រាន់តែកូនគិតថាគេមិនស្គាល់ឬមិនដឹងរឿងរបស់កូនតាមពិតប៉ុណ្ណឹងទៅដូច្នេះរឿងរ៉ាវក៏មិនរាលដាលទៅធំដុំអ្វីឡើយម្យ៉ាងទៀតបើថាកូនល្អតាមការសរសើររបស់គេមែនក៏បញ្ជាក់ថាគេដឹងរឿងរបស់កូនតាមពិតគ្រាន់តែប៉ុណ្្នឹងឯងតែបើមិនល្អដោយគេសរសើរទេកូនក៏មិនគួររីករាយសប្បាយចិត្តព្រមទទួលយកអ្វីដែលមិនមែនជាការពិតនោះដែរបើគិតបានធ្វើចិត្តបានដោយពោលមុខនេះក៏រមែងមិនមានអាការៈឡើងចុះនៃចិត្តទៅតាមពាក្យនិន្ទានិងពាក្យសរសើរដែរនិន្ទាឬសរសើរគ្រាន់តែជាខ្យល់មាត់របស់មនុស្សដែលបក់ផាត់មកដល់ហើយក៏ហួសទៅវាមិនអាចធ្វើឲ្យយើងល្អឬអាក្រក់បានឡើយអ្នកណាវង្វេងទៅជាមួយនឹងពាក្យសរសើរឬនិន្ទាអ្នកនោះនឹងកើតរោគសរសៃប្រសាទឬរហូតដល់វិកលចរិតជាពិតប្រាកដពុំខាននៅពេលគេដើរហាលថ្ងៃគេថាថ្ងៃក្តៅអាក្រក់ណាស់លុះដល់គេហាលអស់ឬសម្ពុតអាវគេថាថ្ងៃក្តៅល្អមានអ្វីផ្គាប់ចិត្តមនុស្សលោកត្រូវគ្រប់យ៉ាងនិងគ្រប់គ្នាទៅកូនត្រូវចាំពាក្យក្នុងសៀវភៅម៉ែព្រះច័ន្ទនិងថ្ងៃឥតមានដឹងអ្វីតែត្រូវប្រុសស្រីនិន្ទាសរសើរពពករសាត់ដូចមានស្លាប់ហើភ្លៀងខ្យល់ដេកដាគេថាទាំងអស់បួសជាព្រះសង្ឃនៅគេរិះគន់ធ្វើចោលលួចប្លន់គេតន់ដាក់ខ្នោះត្រាស់ជាព្រះពុទ្ធនៅគេមិនស្មោះធម៌ល្អឥតខ្ចោះគង់មានគេស្អប់សរសើរនិន្ទាមានពីបុរាណកាន់យកមិនបានតាមពាក្យទាស់គប់បើកូនតាមប្រាជ្ញកូននឹងមានភ័ព្វត្រូវមួយខុស10កុំយកខាងច្រើនសុខភាពរាងកាយកូនជាទីស្រឡាញ់មនុស្សយើងគ្រប់គ្នារមែងត្រូវការឲ្យមានអាយុវែងនិងការមិនមានរោគព្យាធិគ្រប់គ្នាទាំងអស់អាយុវែងរោគាព្យាធិមិនមានទៅបាននោះមួយចំណែកកើតមកអំពីការថែរក្សាសុខភាពរាងកាយមិនមែនគ្រាន់តែប្រាថ្នាត្រូវការហើយក៏ចេះតែបណ្ដោយឲ្យសុខភាពរាងកាយទៅតាមយថាកម្មនោះទេមនុស្សដែលថែរក្សាសុខភាពរាងកាយបានល្អរមែងមានឱកាសបាននៅអាយុវែងនិងមិនមានរោគភ័យច្រើនជាងមនុស្សដែលមិនបានមើលថែកូនគួរប្រយ័ត្នសុខភាពរាងកាយត្រូវថែរក្សាឲ្យបានល្អកុំធ្វើការធ្ងន់ឲ្យហួសកម្លាំងត្រូវមានពេលសម្រាកកុំបណ្ដោយឲ្យរាងកាយទ្រុឌទ្រោមបាក់កម្លាំងព្រោះបណ្ដាលឲ្យកើតរោគបានដោយងាយមានរោគហើយក៏មិនងាយនឹងព្យាបាលឲ្យបានជាដូចដើមគឺវាខាតច្រើនមុខណាស់ក្នុងរឿងការថែរក្សាសុខភាពនេះការធ្វើតាមពាក្យណែនាំរបស់លោកគ្រូពេទ្យគឺល្អបំផុតដូចជាត្រូវបរិភោគអាហារដែលមានប្រយោជន៍ត្រូវហាត់ប្រាណឲ្យបានទៀងទាត់ត្រូវនៅក្នុងទីដែលមានខ្យល់អាកាសចេញចូលបានល្អត្រូវរក្សាចិត្តឲ្យស្រស់ថ្លាកុំចេះតែបណ្ដោយឲ្យចិត្តក្តៅក្រហាយក្នុងរឿងផ្សេងត្រូវកុំធ្វើការឲ្យបាក់កម្លាំងកុំបរិភោគទឹកស្រវឹងកុំជាប់គ្រឿងញៀននិងត្រូវឲ្យទៀងទាត់ក្នុងការបរិភោគការទទួលទានដំណេរជាដើមការធ្វើឲ្យសុខភាពរាងកាយបានមាំមួនល្អហើយក៏អាចទប់ទល់ជាមួយរោគាព្យាធិបានហើយនឹងជាផ្នែកមួយដែលនាំឲ្យមានអាយុវែងមនុស្សយើងបើមានសុខភាពល្អហើយឈ្មោះថាមាននៅដើមទុនក្នុងដំណើរជីវិតគឺអាចធ្វើអ្វីបានដោយខ្លួនឯងរឹងប៉ឹងមាំមួនរហ័សរហួនក្នុងការងារចិញ្ចឹមជីវិត
តយមកវិញបើសុខភាពរាងកាយទន់ខ្សោយមួយថ្ងៃកាត់មួយថ្ងៃកោគឺជាឧបសគ្គនៃជីវិតដោយពិតព្រោះมันអាចតស៊ូជាមួយនឹងការងារបានពេលខ្លះក៏ធ្វើឲ្យបាក់ទឹកចិត្តអស់សង្ឃឹមមិនចង់រស់នៅទៀតផងការថែរក្សាសុខភាពរាងកាយបានល្អជានិច្ចរហូតទៅរមែងធ្វើឲ្យអ្វីៗច្រើនយ៉ាងបានចម្រើនទៅមុខអរោគ្យបរមាលាភាសន្តតិបរមង្គធនੰវិសាសបរមាញាតិនិព្វានੰបរមង្គសុខੰការមិនមានរោគជាលាភយ៉ាងក្រៃលែងការចេះគ្រប់គ្រាន់ក្នុងចិត្តដោយធម៌សន្តោសជាទ្រព្យដ៏ប្រសើរការស្និទ្ធស្នាលនឹងគ្នាជាញាតិដ៏ប្រសើរព្រះនិព្វានជាព្រះបរមសុខសូមអនុមោទនាស្គាល់មុខតែមិនស្គាល់ចិត្តកូនជាទេស្រឡាញ់មានភាសិតខ្មែរយើងបានពោលថាមនុស្សយើងស្គាល់មុខគ្នាតែមិនស្គាល់ចិត្តជាពាក្យដែលត្រឹមត្រូវគ្រប់កាលគ្រប់វេលាទៀងជាពាក្យដែលដាស់តឿនស្មារតីឲ្យចេះប្រយ័ត្នចំពោះមនុស្សទៀតផងមនុស្សអាចសាងភាពបោកបញ្ឆោតបន្លំភ្នែកអ្នកដទៃយ៉ាងពូកែមើលខាងក្រៅល្អសមសួនតែខាងក្នុងវាជារឿងផ្សេងដូចរូបដែលគេគូរជាមួយនឹងរូបពិតអញ្ចឹងឯងរូបគូច្រើនតែល្អស្អាតស្រស់បោះគួរមើលជាងរូបពិតព្រោះមានការតាក់តែងទៅដោយពណ៌ជាដើមមនុស្សដែលសាងភាពខ្លួនឯងឲ្យល្អមើលគឺចាំបាច់ត្រូវតែងទឹកមុខអាកប្បកិរិយានិងការសម្ដែងចេញផ្សេងទៀតព្រមទាំងពាក្យសម្ដីដើម្បីបិទបាំងខាងក្នុងដែលមិនល្អដូច្នេះហើយទើបកើតមានពាក្យថាស្គាល់មុខតែមិនស្គាល់ចិត្តនេះឡើងដោយពោលមកនេះកាលបើកូននឹងសែបគប់ជាមួយអ្នកណាទុកចិត្តអ្នកណាឬធ្វើការងារហ៊ុនជាមួយអ្នកណាត្រូវមើលឲ្យល្អសង្កេតឲ្យយូរកុំមើលត្រឹមតែមុខខាងក្រៅត្រូវមើលទៅដល់ការធ្វើការរស់នៅនិងគម្រោងការរបស់គេព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថាក៏បីដឹងសិលដោយការនៅរួមក៏បីដឹងសេចក្តីល្អស្អាតដោយការស្ដាប់ពាក្យសម្ដីក៏បីដឹងកម្លាំងពេលមានឧបសគ្គនិងក៏បីដឹងបញ្ញាដោយការសន្ទនាកូនត្រូវយល់ដូចតទៅដឹងសិលដោយការនៅរួមគឺនៅជាមួយយូរសង្កេតពិនិត្យដោយការយកចិត្តទុកដាក់ព្រមទាំងមានបញ្ញាយល់ការច្បាស់លាស់ផងដឹងសេចក្តីស្អាតដោយការស្ដាប់សម្ដីគឺស្ដាប់ពាក្យនិយាយមុននឹងពាក្យនិយាយក្រោយសមគ្នាទេម្យ៉ាងទៀតស្ដាប់ពាក្យនិយាយចំពោះមុខនិងកំបាំងមុខដូចគ្នាដែរទេដឹងកម្លាំងពេលមានឧបសគ្គគឺកម្លាំងចិត្តកម្លាំងគំនិតប្រាជ្ញាកម្លាំងគុណធម៌ញាប់ញ័រឬក៏ស្ងប់រងាប់ពេលមានវិបត្តិភយន្តរាយដឹងបញ្ញាដោយការសន្ទនាគឺបញ្ញាក្នុងការសួរបញ្ញាក្នុងការឆ្លើយបើកូនមិនមើលមុខមើលក្រោយឲ្យល្អទេច្រឡំទៅគប់រកឬទុកចិត្តទុកថ្លើមឲ្យការគោរពការរាប់អានពេញធឹងវានឹងធ្វើឲ្យកូនមាននៅសេចក្តីសោកព្រោះតែខកចិត្តត្បិតសង្ឃឹមខ្លាំងពេកនឹងឯងចំណែកកូនខ្លួនឯងវិញត្រូវតែស្មោះចំពោះមនុស្សទាំងឡាយជាពិសេសអ្នកដែលទុកចិត្តសង្ឃឹមជឿជាក់ទាំងស្រុងមកលើកូននោះឯងកូនកុំបោកប្រាស់ចិត្តអ្នកណាឲ្យសោះស្រឡាញ់គ្នាហើយត្រូវតែស្មោះកូនត្រូវរស់ជាមួយនឹងសុចរិតធម៌ត្រូវសម្ដែងទឹកចិត្តឲ្យអ្នកដទៃបានយល់និងត្រូវឲ្យគេស្គាល់ចិត្តថាជាគ្នាឯងស្រឡាញ់វែងឲ្យកាត់ស្រឡាញ់ខ្លីឲ្យតកូនជាទីស្រឡាញ់កូនចូលចាំទុកនៅពាក្យនេះគឺស្រឡាញ់វែងឲ្យកាត់ស្រឡាញ់ខ្លីឲ្យតមានសេចក្តីសំខាន់សម្រាប់ជីវិតណាស់កូនត្រូវយល់ដូចតទៅស្រឡាញ់វែងឲ្យកាត់គឺធម្មតាមនុស្សយើងចង់មាននៅអនាគតល្អមានជីវិតរស់នៅជាសុខស្ថិតនៅក្នុងឋានៈសមរម្យជាប់លាប់រហូតវែងឆ្ងាយតទៅដូច្នេះត្រូវកាត់ផ្ដាច់នៅអ្វីដែលមកទម្លាយអនាគតដ៏ភ្លឺស្វាងធ្វើជីវិតដែលធ្លាប់តែសុខសប្បាយឲ្យធ្លាក់ចុះដុនដាបអ្វីនោះគឺអបាយមុខ8យ៉ាងបានដល់លែងស្រីមួយ
បរិភោគទឹកស្រវឹងសាបគ្រឿងញៀនផ្សេងមួយដើរស៊ីចាយសប្បាយបរិភោគខ្ជះខ្ជាយមួយលេងល្បែងស៊ីសងល្បែងភ្នាល់ផ្សេងមួយត្រាច់ទៅតាមច្រកលហករឿយនៅពេលយប់មួយដើរមើលមហោស្រពល្បែងរបាំរំរែករឿយមួយប្រកបរឿយនៅសេចក្តីខ្ជិលច្រអូសមួយនិងសាបគប់បាបមិត្តមួយកាលបើកាត់ផ្ដាច់នៅអបាយមុខទាំងអស់នេះឲ្យចេញពីជីវិតកូនបានហើយអនាគតកូនក៏នឹងរុងរឿងស្រស់បោះជាប់លាប់មាំមួនទាំងទ្រព្យសម្បត្តិទាំងកិត្តិយសកេរ្តិ៍ឈ្មោះឯចំណែកគុណធម៌វិញមានតែចម្រើនទៅមុខស្រឡាញ់ខ្លីឲ្យតអបាយមុខទាំងអស់មិនមែននាំឲ្យវិនាសទ្រព្យតែម្យ៉ាងទេវាថែមទាំងបញ្ចុះតម្លៃនៃជីវិតរបស់ខ្លួននិងគ្រួសាររបស់ខ្លួនកាត់បន្ថយនូវស្មារតីដែលជារបស់មានតម្លៃបំផុតសម្រាប់ជីវិតមនុស្សទៀតផងអបាយមុខជាខ្លោងទ្វារនៃនរកជាមេសោជាបាបមិត្តដឹកនាំឲ្យធ្វើការងារប្រកបដោយទោសជាប្រធាននៃសេចក្តីវិនាសគ្រប់យ៉ាងបើមិនស្រឡាញ់អនាគតវែងឆ្ងាយទេប្រាថ្នាការស្រណុកសុខសប្បាយតែក្នុងពេលបច្ចុប្បន្នគិតតែពេលខ្លីៗយកសុខស្រួលតែក្នុងមួយថ្ងៃប៉ុណ្ណោះចង់អនាគតយ៉ាងណាក៏ដោយចុះបើអញ្ចឹងចូលសេពអបាយមុខតទៅទៀតទៅអនាគតក៏នឹងអាប់អោនរស្មីរហូតដល់ងងឹតសូន្យសងជីវិតរុងរឿងត្រូវដាច់បង់សេចក្តីដូចពោលមកនេះកូនក៏គង់បានជួបប្រទះមកហើយមនុស្សខ្លះដើមឡើយគេមានជីវិតក្រលំបាកប៉ុន្តែដោយការខំប្រឹងប្រែងចេះធ្វើការចេះទុកដាក់ចេះបរិភោគប្តីមានគំនិតប្រពន្ធមានមាយាទឬមានគំនិតមាយាទទាំងអស់គ្នានឹងមិនប៉ះពាល់ដល់អបាយមុខមិនយូរប៉ុន្មានគេក៏តាំងជំហរបានមានជីវិតសុខសប្បាយអនាគតភ្លឺស្វាងផ្ទុយមកវិញមនុស្សខ្លះមានជីវិតសុខសប្បាយក្នុងការជាខាងដើមម៉ែឪរកមាសប្រាក់ទ្រព្យសម្បត្តិទុកដាក់ឲ្យច្រើនសន្ធឹកសន្ធាប់តែគេជាមនុស្សគិតខ្លីធ្វើអ្វីសមតែចិត្តខ្លួនឯងចង់មិនស្គាល់គុណតម្លៃនៃទ្រព្យសម្បត្តិជាមរតកចាយវាយខ្ជះខ្ជាយក៏មិនយូរប៉ុន្មានដែរជីវភាពត្រូវស្រុតចុះរស់នៅលំបាកលំបិនខូចអស់អនាគតគួរឲ្យស្ដាយជំនួសម៉ែឪរបស់គេដែលប្រឹងប្រែងរកទ្រព្យសម្បត្តិមកចិត្តមួយជីវិតតែកូនបែរជាបំផ្លាញអស់មិនជាប៉ុន្មានឆ្នាំឡើយកូនហើយអបាយមុខមិនជាបពពួកនៃមនុស្សណាទេវាដូចជាបីសាច់អញ្ចឹងឯងវានឹងកំទេចនៅអនាគតមនុស្សគ្រប់គ្នាដែលទៅវង្វេងជាមួយវាចូលកូនកុំភ្លេចពាក្យម៉ែពាក្យឪណាគឺថាស្រឡាញ់វែងឲ្យកាត់ស្រឡាញ់ខ្លីឲ្យតបើកូនស្រឡាញ់វែងកូនត្រូវតែកាត់មេត្តាបិតាមិនប្រាថ្នាឲ្យកូនស្រឡាញ់ខ្លីដោយពោលមកហើយនោះឡើយណាកូនណាស្រឡាញ់វែងឲ្យកាត់ជាកំណាត់កុំបន្តគឺវែងផ្នែកខាងល្អកុំបន្តអបាយមុខស្រឡាញ់ខ្លីឲ្យតជាដំណរចរសម្រុកគឺខ្លីផ្នែកខាងសុខត្រូវសម្រុកមុខអបាយសូមអនុមោទនីហាត់ឲ្យច្រើនជាងហាត់សូមកូនជាទីស្រឡាញ់អ្នកឲ្យរមែងជាទីស្រឡាញ់ឯអ្នកសូមរមែងជាទីរង្គៀសពាក្យនេះពិតប្រាកដណាស់កូនមើលតែខ្លួនឯងក៏អាចឃើញបានបើមានអ្នកណាមកសូមអ្វីពីកូនមុនដំបូងកូនអាចមិនទាស់ចិត្តបានតែបើគេសូមរឿយសូម្បីតែវត្ថុចាំបាច់ក៏ដោយក៏កូនមានការដឹងខ្លួនថាមិនពេញចិត្តដែរផ្ទុយមកវិញបើមានអ្នកណាយកអ្វីមកឲ្យកូនរឿយកូនបែរជាចូលចិត្តគេសូម្បីតែរបស់នោះមិនជាចាំបាច់គ្រាន់តែបន្តិចបន្តួចមិនមានតម្លៃអ្វីច្រើនក៏ដោយគង់តែកូនពេញចិត្តគេដែរក្នុងន័យនេះបើកូនធ្វើខ្លួនឲ្យជាអ្នកបរិច្ចាគច្រើនជាងជាអ្នកសូមបានកូនក៏នឹងជាទីស្រឡាញ់រាប់អានរបស់មនុស្សក្នុងទីនោះគេមិនរង្គៀសចំពោះកូនឡើយកូននឹងមានគ្នាច្រើនគេនឹងព្រមទទួលកូននឹងពេលខ្លះគេអាចលើកកូនឲ្យធ្វើជាអ្នកធំដឹកនាំពួកគេទៀតផងកាលដែលនៅរួមគ្នាជាពួកជាគណៈកូនត្រូវគិតថា
យើងនឹងឲ្យអ្វីដល់គេខ្លះកូនត្រូវគិតយ៉ាងនេះឲ្យច្រើនជាងដែលកូនគិតថាយើងនឹងបានអ្វីអំពីគេខ្លះផ្ដើមគិតផ្ដើមធ្វើឲ្យបានរឿយយូរទៅក៏คล้ายជាទម្លាប់នឹងជួយអ្វីនឹងឲ្យអ្វីដល់អ្នកដទៃក៏ធ្វើបានដោយស្រួលដែរឥតមានអល់ឯករារែកអ្វីឡើយមនុស្សដែលគិតដល់អ្នកដទៃច្រើនជាងខ្លួនឯងយ៉ាងនេះនឹងបានទទួលផលដោយដែលបានពោលពីខាងដើមហើយតាមពិតនោះក៏មិនផុតពីការគិតឲ្យខ្លួនឯងដែរតែគិតឲ្យខ្លួនឯងជាមនុស្សល្អគិតឲ្យមានប្រយោជន៍ជាខ្លឹមសារនៃជីវិតដូចនេះឈ្មោះថាធ្វើនៅប្រយោជន៍ទាំងពីរខាងគឺខ្លួនឯងនិងអ្នកដទៃផ្ទុយមកវិញបើធ្វើខ្លួនឲ្យជាមនុស្សនិយមសូមចូលចិត្តទទួលច្រើនជាងចូលចិត្តឲ្យនឹងคล้ายជាមនុស្សចិត្តចង្អៀតជាមនុស្សឃើញតែពីខ្លួនឯងមនុស្សដែលឃើញតែពីខ្លួនឯងចូលចិត្តតែសូមដូចនេះនឹងជាទីរង្គៀសនៃមនុស្សទូទៅរកគ្នាបានដោយលំបាកទោះជាមានមនុស្សមកគប់រកខ្លះក៏គេមកគ្រាន់តែដើម្បីបានផលប្រយោជន៍របស់គេប៉ុណ្ណោះនឹងរកឲ្យច្បាស់លាស់ពិតប្រាកដនោះមិនងាយមានឡើយចូលកូនមានធម៌4យ៉ាងប្រព្រឹត្តទៅជាមួយមនុស្សទាំងឡាយ4យ៉ាងគឺបើគួរឲ្យកូនត្រូវឲ្យបើគួរនិយាយពីរោះកូនត្រូវនិយាយពីរោះបើគួរជួយការជាប្រយោជន៍កូនត្រូវជួយបើគួរឲ្យកិត្តិយសដល់អ្នកដែលនៅជុំវិញកូនឲ្យមិនត្រូវវារឹកដំកើងខ្លួនឯងឡើយឱកាសមាសកូនជាទីស្រឡាញ់មនុស្សខ្លះមានអំណាចមានវាសនាបារមីខ្លាំងក្លាមានឱកាសបានទៅអង្គុយក្នុងទីស្ថានខ្ពស់ដែលល្មមនឹងធ្វើអ្វីជាប្រយោជន៍ឲ្យមានការរីកចម្រើនដល់សង្គមនិងប្រទេសជាតិបានប៉ុន្តែបែរជាមិនបានធ្វើទៅវិញធ្វើឲ្យខូចនៅឱកាសមាសដ៏យ៉ាងគួរឲ្យស្ដាយដែលគាត់មិនបានធ្វើមុខតែមកអំពីគាត់មិនបានគិតពិចារណាដល់ឱកាសមាសពិតប្រាកដគិតបានត្រឹមតែថាតំណែងនាទីដែលខ្លួនបានទទួលនេះជាកិត្តិយសគេឈ្មោះចំពោះខ្លួននិងជាផ្លូវនៃការបាននៅលាផ្ទាល់ខ្លួនប៉ុណ្ណោះម្ល៉េះហើយគាត់ក៏សម្ដៅទៅរកតែការរក្សាកិត្តិយសនិងប្រយោជន៍របស់គាត់តែម្យ៉ាងទៅតាមការពិតប្រសិនបើគាត់ប្រើប្រាស់ឱកាសមាសក្នុងគណៈនោះសាងនៅរបស់ល្អស្នាដៃល្អឲ្យដល់ប្រទេសជាតិនិងទុកជាទីរលឹកក្នុងជីវិតនោះឯងគឺជាកិត្តិយសនិងប្រយោជន៍ដ៏សំខាន់ផ្ទាល់ខ្លួនគាត់រហូតអស់កាលជាអង្វែងសូម្បីចេញចាក់តំណែងនោះទៅហើយក៏ដោយមនុស្សទាំងឡាយគេតែងតែពោលដល់គាត់ដោយការលើកដំកើងសម្រាប់ខ្លួនកូនវិញបើមានឱកាសបានឡើងទៅកាន់ឋានៈខ្ពង់ខ្ពស់យ៉ាងណាមួយនោះគឺកុំភ្លេចខ្លួនឲ្យសោះកូនត្រូវប្រើឱកាសមាសនោះសាងនៅប្រយោជន៍សាងនៅអ្វីដែលជាទីរលឹកឲ្យដល់មនុស្សជាតិដើម្បីទុកជាស្នាដៃដែលអ្នកដទៃក្នុងសង្គមជាតិអាចទទួលយកបានដោយក្តីរំភើបរីករាយកូនត្រូវគិតជានិច្ចបើកូនមានបុណ្យបាននៅឋានៈខ្ពស់មែននោះកូនត្រូវតាំងចិត្តធ្វើឲ្យសម្រេចតាមដោយដែលម៉ែឪបានផ្ដាំបើមិនយ៉ាងនោះទេឋានៈតំណែងនោះនឹងធ្វើឲ្យកូនខូចឱកាសមាសនឹងអាចធ្វើឲ្យខូចខ្លួនកូនដោយមិនដឹងខ្លួនទៀតផង